តាសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះយើងបានចេញបបកត្រីអីទេតែយើងថ្ងៃនេះយើងមកស្រែអញ្ចឹងយើងចាំតែតាមដានសកម្មភាពបេះផ្កាស្នោអញ្ចឹងសម្រាប់អ្នកដែលនៅជនបទគឺច្បាស់ជាស្គាល់ហើយផ្កាស្នោគឺដបេះហើយសម្រាប់បន្លែលក់ផ្សេងជាងគេអ្នកជួយចិត្តបកត្រីបាទគឺផ្កាស្នោគឺអែមហ្មងព្រោះត្រីយើងត្រូវការយកវត្ថុទឹកគ្រឿងបាទអញ្ចឹងយើងមានលក់នឹងមួយទៅហើយយើងគូផ្សំអីទៀតមកគឺឆ្ងាញ់តោះអញ្ចឹងបងប្អូនចាំទៅតាមដានសកម្មភាពបេះផ្កាស្នោទាំងអស់គ្នាអូខេនេះបាទសកម្មភាពដើរទៅហើយបាទអញ្ចឹងបងប្អូនយើងនៅលក្ខណៈថាអាហ្នឹងវាដោះតាមស្រែតាមអីចឹងណាអញ្ចឹងយើងត្រូវរុកព្រៃរុកអីដើម្បីទៅបេះបាទអូខេដល់ហើយបងប្អូននេះអូផ្កាច្រើនណាបងប្អូនណាអូ the best បានដៃហើយប៉ុណ្ណេះនេះដាក់បេបងយើងរៀងបាក់បេះតិចបងប្អូនដោយសារតែយើងកាន់កាមេរ៉ាមួយថតមួយដល់ពេលអញ្ចឹងវាដៃមួយខាងបងប្អូនវាស្និទ្ធដូចដៃពីរទេហើយកាមេរ៉ាបើកាន់អត់ស្រួលហ្នឹងធ្លាក់ទឹកទៀតនេះបងប្អូនទឹកហូរព្រោះដើមស្នោនេះវាចូលចិត្តដុះតាមមាត់ទឹកអញ្ចឹងណាបាទហើយទូរស័ព្ទនេះក៏ធ្ងន់គាត់បើដែរអញ្ចឹងបើធ្លាក់ទឹកទៅគឺយើងយំហើយយើងអត់ដឹងថាមានលុយណាធ្វើទេព្រោះវាថ្លៃដែរអញ្ចឹងណាយើងធ្វើការយើងអត់សល់ប្រាក់ខែផងហើយយើងមកធ្លាក់ទឹកធ្លាក់អីទៀតវាទៅទៀតហើយអញ្ចឹងអរគុណច្រើនបងប្អូនចាំមើលបងប្អូនចាំជួយ Subscribe ហើយនឹង